សាមាន7នាក់កូន4ជីដូន1ហើយខ្ញុំជាមេគ្រួសារដែលនៅមើលថែជីដូនមើលថែកូនពិបាកខ្លាំងពិបាកដោយសារយើងវាអត់លុយអត់កាក់រករងឲ្យកូនរៀនខ្វះមុខខ្វះក្រោយពេលខ្លះតែពងទា3គ្រាប់ក៏រួចពេលហើយកូនមានជំងឺទឹកដក់ក្នុងភ្នែកហ្នឹងតាំងពីកើតកូនប្រុសតែមិនដឹងធ្វើពឹងអីបើគ្នាណាមួយពិការភ្នែកមកចាហៀហើយយើងអត់មានលុយឲ្យកូនរៀនឲ្យវែងឆ្ងាយនិយាយនោះកូនមួយហ្នឹងពិបាកតាំងពីតូចពេលទៅរៀនវាពិបាកពឹងលើភ្នែកមកចាហៀងពេលយើងលេងកីឡាហ្នឹងខ្លាចអ្វីមួយហោះបុកចូលក្នុងភ្នែកហ្នឹងវាពិបាកខ្លាចប៉ះពាល់ដល់ភ្នែកឃុំសង្កាត់គេចុះមកយើងអត់មែនគេធ្វើបានសមត្ថភាពឲ្យយើងបានប្រើប្រាស់ទៅពេទ្យពេលឥឡូវបានទៅជួបពីគ្រូមួយពេទ្យបានព្យាបាលជំងឺទឹកដក់ក្នុងភ្នែករៀងបានសះស្បើយបើពីមុនយើងអត់លុយអត់បានយកវាទៅទេសម័យខ្ញុំធំជាងគេគឺចង់រៀនឲ្យចប់ទី12តែខ្ញុំរៀនចប់ខ្ញុំចង់ជួយក្រុមគ្រួសារខ្ញុំឲ្យមានជីវភាពល្អជួយប៉ាម៉ាក់ហើយនឹងបងប្អូនឲ្យរៀនបានចប់និយាយរួមបានទទួលបាននឹងមកឲ្យកូនខ្ញុំបានរៀនទាំង4នាក់ចប់ដើមទៅឲ្យវាបានធ្វើការល្អមានកន្លែងធ្វើការល្អតែប៉ុណ្្នឹងម៉ែឲ្យសុខចិត្តហើយ